បន្ទាប់ពីយើងបានបាញ់ថ្នាំស្មៅហើយនឹងដាក់ជីរួចឃើញថាដើមស្វាយចន្ទីរបស់យើងចាប់ផ្ដើមប្រែពណ៌ស្លឹកពណ៌ខ្មៅចេញត្រួយខ្ចីគ្រប់ដើមនឹងការប្រែពណ៌នេះនៅឃើញជាក់ស្ដែងល្អខៀវស្លឹកខ្មៅវិញអស់អញ្ចឹងបន្ទាប់ពីប្រមូលផលគឺយើងត្រូវតែប្រញាប់ប្រញាល់ទីមួយគឺតុបតែងមែកវាហើយនឹងបន្ទាប់ពីតុបតែងមែកគឺយើងត្រូវបើមានស្មៅយើងប្រញាប់បាញ់ស្មៅបន្ទាប់ពីបាញ់ស្មៅហើយក៏ដាក់ជីដើម្បីយើងធ្វើយ៉ាងណាឲ្យដើមយើងមានកម្លាំងដើម្បីត្រៀមប្រមូលផលនៅឆ្នាំបន្ទាប់ឲ្យមានការកើតនៅទិន្នផលឆ្នាំបន្ទាប់ហើយយើងបានរៀបចំទុកដាក់មើលរសាមើលថែវាយកចិត្តទុកដាក់ទេដំណាំរបស់យើងគឺទិន្នផលទី1គឺធ្លាក់ចុះជាងឆ្នាំកន្លងផុតទៅដោយសារបំរែបំរួលអាកាសធាតុនៅឆ្នាំនេះគឺមានការឡើងកម្ដៅអញ្ចឹងយើងត្រូវតែប្រញាប់ប្រញាល់រៀបចំឲ្យហើយអរគុណសម្រាប់ការតាមដាន